បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាហើយនេះខ្ញុំមានវិធានបទមួយដែលនិយាយអំពីតើយើងត្រូវសន្សំលុយដោយវិធីណាតទៅនេះខ្ញុំនឹងជម្រាបជូនបងប្អូនដូចតទៅមានវិធីជាច្រើនក្នុងការសន្សំលុយដូចជាទី1ការសន្សំលុយដោយដាក់កូនជ្រូកបានន័យថាបងប្អូនរកស៊ីបានចំណូលមកបងប្អូនលេខទុកមួយចំណែកណានៃលុយដែលបងប្អូនរកបានហ្នឹងហើយបងប្អូនដាក់ចូលទៅក្នុងកូនជ្រូកដើម្បីសន្សំវាទុកហើយថ្ងៃណាមួយបងប្អូនយកប្រមូលយកលុយហ្នឹងមកដើម្បីធ្វើអ្វីមួយបាទទី2សន្សំលុយដោយដាក់បញ្ញើនៅធនាគារឬក៏ម៉ាក្រូហិរញ្ញវត្ថុណាមួយដែលបងប្អូនជឿជាក់ដើម្បីទទួលបាននៅការប្រាក់ប្រចាំខែឬក៏ប្រចាំឆ្នាំជាដើមចំណុចទី3សន្សំលុយដោយការទិញមាសទុកបានន័យថាបងប្អូនរកបានមកបងប្អូនឆ្លៀតសន្សំទិញមាសទុកមួយហ៊ុនពីរហ៊ុនឬក៏មួយជីពីរជីអីបើជាហូរហែមកហើយនៅពេលដែលមាសចាប់ដើមឡើងថ្លៃហ្នឹងបងប្អូនអាចលក់វាចេញទៅយកលុយទៅប្រើការអីទៅតាមមាសដែលបងប្អូនសន្សំបានហ្នឹងចំណុចទី4សន្សំលុយដោយការទិញដីទិញផ្ទះទុកលក់យកចំណេញចំណុចទី5សន្សំលុយដោយការទិញចូលលក់ចេញពីដុល្លារទៅខ្មែរពីខ្មែរទៅដុល្លារនៅក្នុង account ធនាគារឬក៏កុងរបស់បងប្អូនដែលបងប្អូនភាគច្រើនគឺមានជាប់នៅកុងធនាគារហ្នឹងអញ្ចឹងបងប្អូនអាចធ្វើការដកដូរការលក់ចេញដុល្លារទៅលុយខ្មែរពីលុយខ្មែរទៅដុល្លារអញ្ចឹងណាបាទហ្នឹងក៏អាចក៏ចូលនៅក្នុងការសន្សំដែរទោះបីជាវាចំណេញតិចតួចប៉ុន្តែវាក៏បានបងប្អូនអាចបានកម្រៃជាចំណូលខ្លះដែរទី6សន្សំលុយដោយការទិញគ្រឿងសម្ភារៈប្រើប្រាស់ដូចជាគ្រឿងសង្ហារិមផ្សេងដើម្បីទុកយកចំណេញផងដែរដូច្នេះរាល់ការបកស្រាយរបស់ខ្ញុំបាទចប់តែប៉ុណ្ណេះហើយសូមអរគុណបងប្អូនទាំងអស់គ្នាច្រើនដែលតាមដានស្ដាប់នៅវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ទីបញ្ចប់ជូនពរបងប្អូនទាំងអស់គ្នារកទទួលទានមានបានសុខសប្បាយសូមអរគុណសូមជម្រាបលាហើយជួបគ្នានៅពេលក្រោយៗមកទៀត